ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំធ្វើបង្អែមល្ពៅបើអញ្ចឹងនាងខ្ញុំទៅផ្សារទិញបានផ្លែល្ពៅមួយផ្លែមានទម្ងន់ប្រមាណកន្លះគីឡូពុកម៉ែបងប្អូនហើយនាងខ្ញុំក៏បានយកវាមកធ្វើការចិតសម្បកបន្តមកទៀតនាងខ្ញុំក៏ឆ្លៀតទៅដាក់ត្រាំជាមួយនឹងភ្នែកត្រីនេះពុកម៉ែបងប្អូនដាក់ត្រាំវាទុកចោលទៅដើម្បីឲ្យវារីកទាន់ពេលវេលាបន្តមកទៀតខ្ញុំក៏មកធ្វើការពុះល្ពៅនេះដើម្បីឆ្កៀលយកក្រោះវាចេញណាបងប្អូនឃើញថាផ្លែល្ពៅនេះគឺមានរូបរាងដូចជាផ្លែបឺខ្លាំងមែនទែនបងប្អូនហើយតែនៅពេលដែលនាងខ្ញុំយកស្លាបព្រាឆ្កៀលក្រោះវាចេញរួចរាល់ហើយកាន់តែដូចផ្លែបឺទេបងប្អូនហើយប៉ុន្តែឃើញតែអញ្ចឹងទេណាបងប្អូនគឺថារមួតខ្លាំងមែនទែនចាហើយនាងខ្ញុំក៏បានធ្វើការកាត់ផ្លែល្ពៅនេះជាដុំអញ្ចឹងណាពុកម៉ែបងប្អូនចាបន្តមកទៀតនាងខ្ញុំក៏មានជាខ្ទិះដូងពីរថងនេះដែរគឺវាមានខ្ទិះចុងហើយនិងខ្ទិះដើមបើអញ្ចឹងនាងខ្ញុំយកខ្ទិះចុងនេះមកចាក់ស្ងោរជាមួយនឹងល្ពៅដែលនាងខ្ញុំបានកាប់រួចអំបែងមិញនេះបន្តមកទៀតនាងខ្ញុំក៏ចាប់ផ្ដើមបើកភ្លើងដើម្បីរំងាស់ល្ពៅជាមួយនឹងខ្ទិះចុងនេះឲ្យវាផុយចារួចហើយនាងខ្ញុំក៏មកមើលភ្នែកត្រីដែលនាងខ្ញុំបានដាក់តាមបាញ់មិញនេះក៏ឃើញថាវារីកហើយដែរហើយល្ពៅរបស់យើងក៏វារាងផុយល្មមហើយដែរបើអញ្ចឹងយើងយកភ្នែកត្រីនេះមកដាក់ចូលក្នុងបង្អែមរបស់យើងដើម្បីរំងាស់វាជាមួយនឹងល្ពៅមួយផ្លែទៀតបងប្អូនចាហើយបន្ទាប់ពីរំងាស់បានផ្លែហើយខ្ញុំក៏ចាក់ស្ករសចូលបងប្អូនក៏ផ្លេចដាក់អំបិលបន្តិចផងបន្ទាប់ពីចាក់ស្ករសចូលរួចរាល់ហើយនាងខ្ញុំក៏យកវាកូរវាបន្តិចទៅដើម្បីឲ្យវារលាយបន្តមកទៀតក៏ចាប់ផ្ដើមធ្វើការចាក់ខ្ទិះដើមរបស់យើងនឹងបងប្អូនគឺថាចាក់ឲ្យវាមានក្លិនឈ្ងុយហើយនឹងវារសជាតិឆ្ងាញ់មុតផងដែរចាយើងធ្វើបែបនេះគឺថាបង្អែមរបស់យើងមានក្លិនឈ្ងុយខ្ទិះដូងខ្លាំងមែនទែនបងប្អូនហើយឥឡូវឃើញថាបង្អែមរបស់នាងខ្ញុំក៏បានឆ្អិនរួចរាល់ហើយដែរបងប្អូនទំនងអត់បងប្អូនរសជាតិវិញគឺថាឆ្ងាញ់ណាបងប្អូនហើយឈ្ងុយខ្ទិះដូងហើយល្ពៅនឹងក៏ល្មួតដែរបើអញ្ចឹងគឺថារសជាតិឲ្យ10 លើ 10តែម្ដងបងប្អូនចាបន្តមកទៀតកូនរបស់អ្នកខ្ញុំក៏គាត់ទេញ៉ាំដែរអញ្ចឹងណាបងប្អូនចានេះខ្ញុំក៏រៀបចំដួសដាក់ចានបណ្ដាទៅដើម្បីឲ្យគាត់ញ៉ាំអញ្ចឹងណាបងប្អូនហើយគឺថាកូនរបស់អ្នកខ្ញុំគាត់ចូលចិត្តខ្លាំងណាស់បង្អែមមិនថាបង្អែមអ្វីទេបើថាបានញ៉ាំផងឲ្យមេដៃផងឲ្យមេជើងផងចឹងបងប្អូនហើយយើងជាម្ដាយពេលដែលឃើញកូនញ៉ាំហើយកូនជួយចិត្តចឹងយើងមានក្តីសុខខ្លាំងណាស់បើអញ្ចឹងវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នឹងឯងបងប្អូនបើសិនជាចូលចិត្តវីដេអូរបស់អ្នកខ្ញុំសូមជួយចុច Subscribe ឲ្យអ្នកខ្ញុំម្នាក់មួយផងដើម្បីជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា